enjoy fresh ខ្លាំងមែនតើគឺជាគម្រោងមួយដែលមានកម្ពស់ខ្ពស់ជាងគេ180ម៉ែត្រហើយ52ជាន់នេះគឺជា favorite part របស់ខ្ញុំមួយHello បងអាចបានតែខ្ញុំផ្លែតខ្ញុំទឹកក្រៅផ្លែតអូខេសួស្តីបងខ្ញុំតង់គឺជា Sales Supervisor នៅ Picasso City Garden ដែលឥឡូវយើងមានគម្រោងទី2បើកហើយគឺ Picasso Sky Gallery អញ្ចឹងបងអាចចាក់ខ្ញុំទីគម្រោង Picasso Sky Gallery បាន Picasso Sky Gallery គឺជាគម្រោងមួយដែលនៅក្នុងតំបន់បឹងកេងកងមួយដូចគ្នានៅកែងផ្លូវ57ជាមួយនឹង282នៅទល់មុខអូតែបៃតងគម្រោងមួយដែលមានកម្ពស់ខ្ពស់ជាងគេ180ម៉ែត្រហើយ52ជាន់អញ្ចឹងបងអាចប្រាប់បានអត់ថានៅក្នុងគម្រោង Picasso Sky Gallery នេះតើមានវិធីប្រមាណប្រភេទហើយក្នុង showroom នេះយើងអាចមកមើលប្រភេទណាបាននៅក្នុងគម្រោង Picasso Sky Gallery យើងមាន3ប្រភេទបន្ទប់3គឺ one bedroom, two bedroom និង three bedroom ហើយ3ប្រភេទបន្ទប់ហ្នឹងយើងយកបាន inspire ពី Picasso art ដូចគ្នាមកប្រភេទគឺ inspire ខុស concept គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមក visit showroom 2ប្រភេទគឺ one bedroom ជាមួយនឹង two bedroom អញ្ចឹងខ្ញុំនាំបងមើល one bedroom សិនចឹងបងអាចមើលកន្លែងនេះបាន one bedroom យើងមានទំហំ61ម៉ែត្រការ៉េ one bed one bathroom ដែលយើង inspire បានមកពីពណ៌ blue rose ជាមួយនឹង True Frost Blue ហ្នឹងហើយអញ្ចឹងអាហ្នឹងក៏យើងបានមកពី Rose Period របស់ Picasso concept ដូចគ្នាអញ្ចឹងខ្ញុំនាំបងចូលទៅ visit បន្ទប់អានេះគឺជា Pico តុក្កតាដែលយើង exclusive customization យើងមាន3ដូច concept បន្ទប់អញ្ចឹងអូខេតោះអញ្ចឹងសម្រាប់ one bedroom យើងទ្វារចូលយើងចូលតាមនេះចូលមកនៅខាងឆ្វេងដៃគឺជាប្រភេទគឺជា kitchen area អញ្ចឹង kitchen area និយាយសួរស្ដាប់គឺស្ត្រីមេផ្ទះគឺមកតំបន់នេះគឺគ្រប់ទឹកហើយទាំង cooking ទាំង laundry ទាំងលាងចាន cabinet ខាងលើខាងក្រោមហ្នឹងក៏យើងយកមកពី concept របស់ Picasso ដែរហើយយើងមាន dining table ឡើងនេះមួយទៀតអញ្ចឹងយើងអាចអង្គុយ enjoy នៅនេះបានហើយយើងមើល view ឬក៏មើលទូរទស្សន៍នៅតំបន់ living area ហ្នឹងbedroom នៅខាងក្នុងគឺយើងដាក់ខែរហូតដល់ 1.8 m ដែលជា king size bed ប៉ុន្តែចំណុចពិសេសរបស់ bedroom របស់ប្រភេទបន្ទប់ one bedroom ហ្នឹងគឺនៅបន្ទប់ទឹកបងអាចមើលថានៅក្នុងបន្ទប់ទឹកគឺយើងមានដាក់ bathtub តែថាតែនៅគម្រោង Picasso ទី1ដែលយើងសង់រួចរាល់ហ្នឹងសម្រាប់ one bedroom នៅពេលដែលភ្ញៀវអតិថិជនគាត់មកជួលគាត់រក bathtub អញ្ចឹងយើងត្រូវរៀនពីបទពិសោធន៍ចាស់ដើម្បីអភិវឌ្ឍគម្រោងទី2ចឹងនៅពេលដែលយើងអត់មាន bathtub គឺយើងនឹងចាញ់នឹងដៃគូប្រកួតប្រជែងរបស់យើងនៅជុំវិញហ្នឹងឥឡូវយើងបាន improve one bedroom យើងដាក់ bathtub នៅខាងក្នុងនឹងដូចគ្នាចុះបងនៅខាងក្រោយខ្នងបងខាងនឹងជាខាងក្រោយខ្នងខ្ញុំហ្នឹងគឺ balcony យើងអាចដាក់ design របៀប camping អញ្ចឹងទៅហើយខាងនេះone bedroom យើងបែរទៅខាងកើតទៅពេលដែលបែរទៅខាងកើតទៅយើងឃើញសួន Naga ជាមួយនឹងទន្លេអញ្ចឹងវា enjoy fresh ខ្លាំងមែនតើបានយើងនៅមាន two bedroom មួយទៀតសម្រាប់ show ដែលជា concept ថ្មីអូខេអញ្ចឹងប្រភេទបន្ទប់ទី2ដែលខ្ញុំចង់ show ពីបងគឺប្រភេទបន្ទប់ two bedroom អញ្ចឹង two bedroom យើងមាន4ប្រភេទ B1 B2 B3 and B5 អញ្ចឹងថ្ងៃនេះខ្ញុំលើកយក B5 ដែលជា show unit របស់យើងមានទំហំរហូតដល់118ម៉ែត្រការ៉េអញ្ចឹង118ម៉ែត្រការ៉េហ្នឹងយើងធ្វើ two bedroom and two bathroom អញ្ចឹងគ្រាន់តែចូលមកភ្លាមបងឃើញ space living room មួយដ៏ធំដែលយើងអាច enjoy មើលទូរទស្សន៍ជាមួយនឹង family ហើយខាងក្រោយខ្នងក៏មាន dining table មួយនៅខាងលើហ្នឹងដូចគ្នានេះគឺជា favorite part របស់ខ្ញុំមួយចាំមើលយើងមាន smart home system ហើយ smart home system ហ្នឹងយើងមិន control តែនៅលើ screen monitor ហ្នឹងឯងយើងអាច control បាននៅតាមទូរស័ព្ទទៀតអូខេតោះយើងតមកនៅ kitchen area អញ្ចឹងសម្រាប់ two bedroom យើងធ្វើ kitchen area ជាមួយនឹង space arrangement យើងធ្វើបានល្អខ្លាំងយើងធ្វើ kitchen ជា L shape ដែលមិនតូចពេកវាល្មមក្នុងការប្រើប្រាស់ហើយ cooking នៅក្នុង laundry គឺនៅខាងនេះ cabinet យើង offer ទាំងអស់ជូនអតិថិជនហើយបងឆ្ងល់ថាចុះធ្វើម្ហូបអត់មានទូទឹកកកអត់ឃើញដាក់ទូទឹកកកកន្លែងដាក់
ទូទឹកកកយើងដាក់នៅក្នុងប្រឡោះនេះអញ្ចឹងហ្នឹងគឺជាប្រឡោះដែលយើងដាក់ទូទឹកកកយើងអត់ផឹកយើងវិញទៅ yes ហើយទាំងបន្ទប់ទឹកក៏យើងមានជា sensor ដែរនេះឃើញទេហើយយើងដាក់ចិត្តវាទៅវាបើកភ្លើងអូតូហើយយើងបិទប្រើបន្ទប់ទឹកមកនេះគឺជា public bathroom ខ្ញុំនាំបងទៅមើល master bedroom នេះគឺជា master bedroom របស់ពួកយើងដែលយើងដាក់ king size bed ដូចគ្នា bathroom ហ្នឹងក៏មាន sensor ដូចគ្នាអញ្ចឹងសម្រាប់ bathroom master bedroom យើងភ្ជាប់ជាមួយនឹង bathtub ដូចគ្នាសម្រាប់បង enjoy នៅពេលដែលបងត្រូវការមួយទឹក shower អីចឹងណា signature point របស់ second bedroom យើងនៅពេលដែលខ្ញុំទៅ visit project ផ្សេងៗខ្ញុំអត់ដែលឃើញគេដាក់ king size bed នៅក្នុង second bedroom ទេប៉ុន្តែនៅ second bedroom របស់ពួកយើងគឺយើងអាចដាក់ king size bed បានហើយយើងមានទាំង closet យើងមានទាំង makeup area និយាយទៅ space ជាមួយនឹងអត្ថប្រយោជន៍សម្រាប់ bedroom នីមួយៗគឺមានគ្រប់សពទាំងអស់ក្នុងចំណោមអ្វីៗ function ទាំងអស់ដែលមាននៅក្នុង unit ទាំងអស់តើកន្លែងណាដែលជា favorite part របស់បង favorite part របស់ខ្ញុំហ្មងគឺនៅតែ smart home ចាំមើលនឹងគឺខ្ញុំស្រឡាញ់ខ្លាំងជាងគេហ្មងស្រួលហ្មងនៅពេលដែលយើងចេញពីធ្វើនៅពេលដែលយើងត្រូវទៅធ្វើការត្រូវអត់យើងចុចតានេះមួយមកបិទអស់Yes ចុះបើសិនជាបងមានលុយអាចទិញ unit មួយបានមួយនៅក្នុងគម្រោងពីសូនកាយអូខេបងជ្រើសយក unit មួយណាហើយមូលហេតុអីដែលបងជ្រើសយក unit ហ្នឹងខ្ញុំនឹងយក 3 bedroom ដោយសារ 3 bedroom គឺជាប្រភេទបន្ទប់ដែលធំមានទំហំធំខ្លាំងហើយប្រភេទបន្ទប់3 bedroom ហ្នឹងខ្ញុំស្រឡាញ់ជាងគេគឺ concept color យើងប្រើ cubism គឺជា concept art របស់ Picasso មួយដែលមានតម្លៃថ្លៃខ្លាំងហ្មងហើយ concept color របស់ 3 bedroom ហ្នឹងគឺប្រភេទពពួកពណ៌ mustard ពណ៌របៀបបៃតងនិយាយទៅស្អាតខ្លាំងហ្មងចឹងជាចុងក្រោយតើបងមានពាក្យពេចន៍អ្វីសម្រាប់ប្រាប់ viewer របស់ real estate របស់ គេមានជាចុងក្រោយខ្ញុំចង់ប្រាប់ទៅ viewer របស់ realestate.com ទាំងអស់ថា showroom យើងមិនមែនធម្មជា showroom ដែលមានតែ bedroom សម្រាប់ visit ទេយើងមានជា check in point ដូចកន្លែងនេះយើងអាចអង្គុយថតរូបលេងបានអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍ក្នុងការមក visit showroom អាចអញ្ជើញមកផ្លូវ322នៅក្នុងតំបន់បឹងកេងកង1ហើយយើងមាន operation time ម៉ោង 9 ព្រឹករហូតដល់ម៉ោង 6 ល្ងាចប៉ុន្តែបើបងមកមុនម៉ោង 9 ឬក៏មកក្រោយម៉ោង 6 បងអាចប្រាប់ក្រុមការងាររបស់ខ្ញុំបានមុនយើងនឹង stand by សម្រាប់ចាំទទួលពួកបងរហូតអត់អីអរគុណច្រើនបងបាទអរគុណបងបាយបាយ